រីសុបានស្វាគមន៍មកកាន់ Channel សុងម៉ូតូ One ថ្ងៃនេះខ្ញុំបង្ហាញតាក់ទងជាមួយនឹងប្រេងម៉ាស៊ីនមួយប្រភេទដែលយើងប្រើជាមួយនឹង Yamaha PG1 គឺវាជួយរក្សាកម្ដៅបានល្អមែនទែនបងប្អូនអរគ្នាឥឡូវនេះយើងអាចមកមើលទាំងអស់គ្នាមកជាមួយនឹងការ service ប្រេងម៉ាស៊ីនរបស់ខ្ញុំបាទផងដែរបងប្អូនអរគ្នានិយាយរួមទៅសម្រាប់ Yamaha PG1 បងប្អូនតែងតែសួរខ្ញុំច្រើននៅក្នុងវីដេអូថាបងយើងប្រើ PG1 យើងគួរតែប្រើប្រាស់ប្រេងម៉ាស៊ីនបែបណានិយាយរួមទៅប្រេងម៉ាស៊ីនមានច្រើនប្រភេទប៉ុន្តែបងប្អូនគួរតែជ្រើសរើសប្រេងម៉ាស៊ីនណាដែលល្អសម្រាប់ម៉ាស៊ីនម៉ូតូបងប្អូនអរគ្នាហើយវីដេអូនេះខ្ញុំបានទទួល sponsor ពីប្រេងម៉ាស៊ីនណាមួយដែរបងប្អូនអរគ្នាគ្រាន់តែខ្ញុំចង់ណែនាំខ្លះតែតជាមួយនឹងប្រេងម៉ាស៊ីននិយាយរួមទៅបើបងប្អូនប្រើប្រាស់ប្រេងម៉ាស៊ីនគួរតែចាក់ឲ្យត្រូវនៅកំហាប់របស់វាបងប្អូនអរគ្នានិយាយរួមទៅតកតងជាមួយនឹង10ខ្សែ10 20ឬក៏25អីឲ្យត្រូវទៅតាមស្តង់ដារប្រេងម៉ាស៊ីនជាក់ស្ដែងដូច PG1 គឺយើងប្រើជាមួយនឹង10ខ្សែបងប្អូនអរគ្នាហើយសម្រាប់ម៉ូតូនេះដែរគឺគាត់ជ្រើសរើសប្រេងម៉ាស៊ីនដែលមានតម្លៃថ្លៃនិយាយរួមទៅគុណភាពក៏ខ្ពស់ដែរគឺតកតងជាមួយនឹង Motul 7100បងប្អូនអរគ្នាប្រេងម៉ាស៊ីននេះគឺយើងប្រើបានគីឡូច្រើនហើយក៏វាជួយថែរក្សាកម្ដៅម៉ូតូផងដែរបាទក៏បញ្ជាក់ម្ដងទៀតដែរគឺខ្ញុំបានទទួល sponsor ពីប្រេងម៉ាស៊ីន Motul អីដែរគ្រាន់តែថាចង់ចែកម្លែកបងប្អូនអរគ្នាតើតើជាមួយនឹងប្រេងដែលមានគុណភាពអញ្ចឹងហើយបើសិនជាបងប្អូនឃើញវីដេអូនេះហើយបងប្អូនអាច save វាទុកបានតើតើជាមួយនឹងការប្រើប្រាស់ប្រេងម៉ាស៊ីនម៉ូតូជាមួយនឹងម៉ូតូ Yamaha PG1 បាទយល់ទៅយើងចាក់ប្រេងម៉ាស៊ីនយើងកំណត់វាឲ្យបានត្រឹមត្រូវទៅតើចំណុះប្រេងម៉ាស៊ីនបែបណាដែលយើងចាក់ទៅកុំឲ្យវាលើសកុំឲ្យវាខ្វះបងប្អូនអរគ្នាគឺយើងអាចផ្ទៀងជាមួយនឹងម៉ាក់គេនៅលើការ៉ូម៉ាក់គេក៏មានផងដែរហើយសម្រាប់ប្រេងម៉ាស៊ីននេះដែរគឺខ្ញុំផ្លាស់ប្ដូរតម្រងដែរតែបានថតឲ្យបងប្អូនអរគ្នាមើលអូខេអញ្ចឹងហើយវីដេអូនេះមានតែប៉ុណ្្នឹងទេបងប្អូនដែលចូលមកមើលកុំភ្លេចជួយ like share និង subscribe Channel YouTube ខ្ញុំមកប៉ុណ្ណាសុំម៉ូតូ One ជម្រាបលាបាយបាយបងប្អូនទាំងអស់គ្នាពីខ្ញុំបាទសុំម៉ូតូ One